លោកជាតដាមនេះមានលហុងទៅមានអីទៅមានតឡងជ្វាហើយខ្នោលោកញរំលោកអាសាដាំលឹកក្រៃជីហើយតឡងហើយលើនេះសិតតែថ្មណាលោកកាយដីពីអាក្នុងលបាក់មកយកមកពូនគុលណាមានស្វាយមានអីហ្នឹងទៅហើយនេះលោកអត់អីឆាន់លោកឆាន់តឡងកោះតឡងនេះអាតឡងគោតែដើមមានធំណាស់បើដោយសារវាអត់សូវមានជីហើយមើមប៉ុនមិនជើងប៉ុនអីនេះហើយយើងមើលមកស្មានតែភូមិដីភូមិតាមពិតមែនណាក្នុងព្រៃបងប្អូនមើលទៅដើមឈើជុំវិញនេះទៅដឹងហើយដើមឈើនេះអញ្ចឹងបានថាជ្រះថ្លាមកជួយលោកកសាងបានលុយតិចតួចហ្នឹងយកមកប្រគិនការ៉ូទៅប្រគិនស៊ីម៉ង់ប្រគិនអីចឹងណាហើយបានខាងសហគមន៍គេជួយលោកដែរនេះបន្ទប់ទឹកហើយបើដើរចេញទៅពីកន្លែងលោកដាំទៅគឺព្រៃសុទ្ធតែហ្មងណែលោកដាំទាំងអីគេបឺមកធ្វើបុណ្យលើនេះជ្រះថ្លាបងប្អូនអើយនេះចាំមើលទៅពីកន្លែងលោកតាន់តិចទៅគឺព្រៃបណ្ដោយនេះហើយមានញាតិញោមខ្លះគេនេះគេប្រកេនសូឡាបងប្អូនជ្រះថ្លាអីអាចប្រកេនទៅគ្រូផ្ញើមកឲ្យលោកហ្មងឃើញទេចេញទៅពីនេះមកព្រៃសុទ្ធបណ្ដោយហើយកន្លែងលោកចូលមកជ្រៅផ្លូវព្រៃនេះព្រៃហ្នឹងព្រៃធំឃើញទេទៅនឹងសព្រៃទៅទាំងអស់